ខ្ញុំអាយុ35ឆ្នាំហើយខ្ញុំរស់នៅភ្នំពេញរាល់ថ្ងៃខ្ញុំបំពេញការងារនៅជាអ្នកគិតលុយនៅហាងមួយខ្ញុំមានឪពុកម្ដាយពីដើមឡើយប៉ុន្តែដោយសារតែគាត់បានបាត់បង់ជីវិតទៅខ្ញុំក៏ទៅរស់នៅជាមួយនឹងម្ដាយម្នាក់ទៀតដែលយើងអាចហៅថាគាត់ជាម្ដាយចិញ្ចឹមការស្រឡាញ់របស់គាត់មកលើយើងគឺវាអូខេប៉ុន្តែកូនរបស់គាត់គឺគាត់គេអត់សូវពេញចិត្តទេក្នុងរយៈពេល4ឆ្នាំដែលខ្ញុំរស់នៅមួយពួកគាត់ទទួលរងការវាយដំធ្វើបាបទាំងផ្លូវកាយនិងទាំងផ្លូវចិត្តពាក់ព័ន្ធនឹងជីវិតខ្ញុំផ្ទាល់ដែលខ្ញុំធ្លាប់ជួបពីបញ្ហារំលោភបំពានមុននឹងមានរឿងកាត់ហេតុខ្ញុំតែងតែឃើញកូនប្រុសរបស់គាត់ខ្ញុំត្រឡប់មកពីសាលាអញ្ចឹងណាខ្ញុំតែងតែឃើញកូនប្រុសរបស់គាត់ចាក់រឿងអាភាសមើលហើយបន្ទាប់ពីមើលរឿងហ្នឹងហើយគាត់តែងតែបំពេញលើខ្ញុំដូចជាមកប៉ះពាល់ខ្លួនប្រាណខ្ញុំស្ទាបដើមទ្រូងខ្ញុំអីអញ្ចឹងទៅហើយខ្ញុំព្យាយាមប្រាប់ទៅម្ដាយចិញ្ចឹមនឹងច្រើនដងប៉ុន្តែដូចជាគាត់អត់សូវយកចិត្តទុកដាក់ស្ដាប់នៅសម្ដីដែលគាត់ដែលខ្ញុំនិយាយប្រាប់គាត់នឹងទេគាត់គិតថាប្រហែលជាខ្ញុំនិយាយលេងឬអីកញ្ចឹងណាថ្ងៃមួយបន្ទាប់ពីគេចាប់រំលោភហើយខ្ញុំត្រូវរត់ចេញពីផ្ទះព្រោះខ្ញុំអត់ដឹងថាខ្ញុំត្រូវធ្វើអីខ្ញុំអត់មានបងប្អូនបង្កើតត្រូវចែករំលែកខ្ញុំអត់មានម្ដាយឪពុកធ្វើប្រាប់ជាក្មេងស្រីម្នាក់ដែលខ្លាចពីព្រោះពេលដែលគេធ្វើសកម្មភាពហ្នឹងហើយគេគំរាមយើងតែគេនឹងសម្លាប់យើងបើមិនជាយើងប្រាប់ចែខ្ញុំតែតោខ្ញុំគេងតាមចាំខ្នល់ខ្ញុំគេងតាមស្រាប់ផ្ទះគេខ្ញុំគេងនៅក្នុងផ្សារទាំងមានកៅអៅតាមមួយកផ្លេហើយប្រឡាក់ឈាមថ្ងៃមួយក៏ខ្ញុំទៅគេងនៅក្នុងផ្សារដល់ម៉ោង4ជាងក៏អ្នកគេលក់កាទៀវលក់បបរគេងើបមកធ្វើបបរធ្វើកាទៀវអីចឹងណាខ្ញុំក៏សម្រេចចិត្តលើកដៃសុំគាត់ដើម្បីលាងចានឬក៏សម្អាតធម្មតាអាហារ3ពេលអូខេខ្ញុំអូខេយូរទៅគាត់ឃើញអាណិតក៏គាត់ហៅទៅគេនៅផ្ទះគាត់បន្ទាប់ពីមានបញ្ហានឹងកើតឡើងខ្ញុំប្រើពេលវេលាច្រើនមែនទែនដើម្បីព្យាបាលអារម្មណ៍ផ្លូវចិត្តមួយហ្នឹងគឺច្រើនមែនទែនខ្ញុំព្យាយាមសម្លាប់ខ្លួន2ដងប៉ុន្តែអត់ស្លាប់ព្រោះពេលដែលខ្ញុំព្យាយាមសម្លាប់ខ្លួនហើយខ្ញុំដឹងខ្លួនឡើងវិញខ្ញុំគិតថាខ្ញុំអត់ស្លាប់អញ្ចឹងបានន័យថាជីវិតខ្ញុំអត់អស់ពេលហ្នឹងឯងក៏ងើបឈរហើយព្យាយាមលើកខ្លួនឯងព្យាយាមលើកទឹកចិត្តខ្លួនឯងខ្ញុំចូលចិត្តធ្វើការហើយចូលចិត្តដាំផ្កាចូលចិត្តចិញ្ចឹមត្រីចិញ្ចឹមកូនសត្វតូចៗអីអញ្ចឹងទៅអាហ្នឹងធ្វើឲ្យអារម្មណ៍ខ្ញុំសប្បាយចិត្តអត់សូវគិតច្រើនពីបញ្ហាមួយហ្នឹង